បាទសួស្តីទៅកាន់ពុកម៉ែបងអូនទាំងអស់គ្នាដែរថ្ងៃនេះដែរគឺខ្ញុំបានធ្វើការបង្ហាញពីការទាញយក page ចាស់ដែលយើងបាត់ទៅយូរណាស់មកហើយអញ្ចឹងយើងអាចទាញយកបានដោយវិធីងាយក្នុងវីដេអូមួយនេះអញ្ចឹងមុននឹងចូលធ្វើការបំហាញសូមបងអូនកុំភ្លេចជួយចុច Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូពីខ្ញុំបានថ្មីៗទៀតអូខេអញ្ចឹងយើងកុំឲ្យខាត់ពេលយូរដើម្បីយើងធ្វើការទាញយក page ចាស់ដែលយើងបាត់ទៅឬក៏យើងច្រឡំដៃលុបយើងអាចទាញយកវិញបាន 100% អញ្ចឹងជាដំបូងគឺអ្នកទាំងអស់គ្នាធ្វើការចុចទៅលើ account Facebook មកអូខេចឹងនេះគឺជា account Facebook ខ្ញុំធម្មតាទេចឹងខ្ញុំបង្ហាញបន្តិចនេះគឺជាទីមួយយើងត្រូវចូលទៅរូបខាងរូបយើងណាពាក្យថា profile យើងចូលលើមកអូខេមកដល់ត្រង់ចំណុចនេះដែរត្រង់ចំណុចនេះយើងធ្វើការមើលខាងលើនេះមកនេះលេខ 3 ហ្នឹងណាអូខេយើងចុចពាក្យថាលើ 3 ហ្នឹងមកហើយបន្តមកទៀតយើងធ្វើការអូសមកខាងក្រោមយើងយកពាក្យថា setting បន្ទាប់ពីយើងធ្វើការយកពាក្យ setting យើងចុចលើពាក្យ setting មកអញ្ចឹងខាងក្រោមទៀតវាមានពាក្យថា setting នេះយើងចុចវាលើវាមកអូខេមកដល់ត្រង់ចំណុចនេះយើងធ្វើការចុចមកលើទាំងខាងលើនេះសទាំងខាងនេះយើងចុចលើវាមកប៉ក់មកអូខេចុចយើងធ្វើការរងចាំបន្តិចមកដល់ត្រង់ចំណុចនេះដែរយើងធ្វើការចុចលើ profile នេះមកអញ្ចឹងនេះគឺជា page នេះនេះគឺជាគេដាក់ថា page ខ្មែរអញ្ចឹង page នេះគឺខ្ញុំច្រឡំដៃលុបអញ្ចឹងយើងអាចទាញយកវិញបានយើងចុចបាន page មួយណាឥឡូវខ្ញុំចុចបាន page ខ្មែរនេះអញ្ចឹងអាចធ្វើការចុចលើវាមកអូខេបន្ទាប់ពីយើងធ្វើការចុចលើវាហើយអ្នកទាំងអស់គ្នាមើលខាងក្រោមនេះមកសញ្ញា QQ នេះគេដាក់ review នេះយើងធ្វើការចុចលើវាមកអូខេបន្ទាប់មកគេនឹងឲ្យយើងធ្វើការដាក់ password password នេះដែរគឺជា password admin យើង account admin Facebook យើងមានន័យថា account admin ដែលយើងកាន់ហ្នឹងកាន់ page ហ្នឹងអញ្ចឹងយើងអាចវាយ password Facebook យើងមកអញ្ចឹងវាយ password Facebook អូខេអញ្ចឹងខ្ញុំវាយ password Facebook ខ្ញុំហើយអញ្ចឹងខ្ញុំធ្វើការចុច connect នេះមកអក្សរ Q នេះមកអញ្ចឹងយើងធ្វើការរងចាំបន្តិចអូខេអញ្ចឹងយើងបែរចេញមកវិញមកហ្នឹងហើយហើយយើង clear ខាត់វាចេញសិនអញ្ចឹងចូលមក account Facebook ម្ដងទៀតណាអូខេអញ្ចឹងយើងចូលធ្វើការចុចពាក្យថា profile ម្ដងទៀតហើយចុច 3 ហើយចុចសញ្ញាព្រួយនេះដើម្បីយើងទៅមើល page យើងថាវិញបានទៅវិញអត់នេះ page ដែលខ្ញុំលុបណាឥឡូវខ្ញុំទាញយកបាន 100% ហើយខ្ញុំចូលមកអូខេអញ្ចឹងគឺជា page ដែលខ្ញុំបាត់ណាអញ្ចឹងខ្ញុំទាញបាននេះមើលអូខេហើយជាចុងក្រោយកុំភ្លេចជួយចុច subscribe Channel YouTube ខ្ញុំម្នាក់មួយផងបាទបាយបាយសូមអរគុណ